ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកនិយាយអំពីកូដ JavaScript midterm ដែលខ្ញុំមកបញ្យល់អំពីកូដ JavaScript midterm register student list ដោយខ្ញុំមានកូដHTML Java និង CSS ដែលខ្ញុំត្រូវបញ្យល់ពីមួយចំណុចចំពោះកូដកន្លែងJavaScript ដំបូងយើងសរសេរlet student ដោយ let student ហ្នឹងយើងប្រើសម្រាប់រក្សាផ្ទុកបញ្ជីឈ្មោះនិស្សិតរបស់យើងនិងជាបន្ទាប់យើងlet editing អាហ្នឹងយើងប្រើសម្រាប់រក្សាផ្ទុកសម្គាល់សិស្សដែលបានកែសម្រួលដោយយើងត្រូវសរសេរlet student និង let edition ហើយចំពោះហើយកន្លែងនេះយើងត្រូវសេfunction render table ដែលយើងប្រើសម្រាប់នៅពេលដែលយើង render data វាចូលគ្នាកន្លែងហ្នឹងមានន័យថាយើងប្រើសម្រាប់យើងចង់render ទិន្នន័យវាហ្នឹងហើយចំពោះអាកន្លែងនេះ table body ហ្នឹងអានឹងយើងប្រើសម្រាប់ delete ព័ត៌មានចាស់វាចោលចូលមកដល់អាកន្លែង table ចូលមកដល់ student for each នេះអាហ្នឹងគេប្រើសម្រាប់ទាញយកព័ត៌មាននៃការបង្ហាញសិស្សម្នាក់ក្នុងតារាងវាមានន័យថានេះដូចជានេះបង្ហាញពី index 1និង student profile និង student name និង email អាហ្នឹងវាបង្ហាញអំពីអាហ្នឹងដូចវាបង្ហាញអំពីសិស្សម្នាក់នៅក្នុងតារាងបញ្ជីឈ្មោះហើយចំពោះពេលនេះបតុម class នេះដល់នេះយើងពេលនេះយើងសរសេរខុសកន្លែងណាមួយយើងប្រើវាសម្រាប់កែសម្រួលនិងកន្លែងនេះទៅពេលយើងសរសេរខុសកន្លែងណាមួយអានេះយើងសម្រាប់យើងចោលហ្នឹងហើយចំពោះអាកន្លែង editing index នេះអាហ្នឹងយើងសរសេរវាដើម្បីហៅ variable យកមកប្រើហើយចំពោះអាកន្លែង student push name email នេះអាហ្នឹងយើងប្រើសម្រាប់ push សិស្សថ្មីមានន័យថានេះយើងប្រើសម្រាប់ push សិស្សថ្មីវាមកបញ្ចូលសិស្សថ្មីហើយចូលមកដល់function delete student នេះប្រើសម្រាប់ delete សិស្សតាមលេខសម្គាល់នីមួយអានេះយើងប្រើសម្រាប់ delete លេខសិស្សឈ្មោះសិស្សនីមួយហើយកន្លែងចំពោះfunction edit student នេះអានេះយើងប្រើវាសម្រាប់កែសម្រួលព័ត៌មានសិស្សដូចជាយើងធ្វើបញ្ចូលទិន្នន័យខុសអញ្ចឹងទៅយើងប្រើវាសម្រាប់កែសម្រួលហើយកន្លែង cost student ស្មើ student index ហ្នឹងយើងសរសេរវាដើម្បីទាញយកព័ត៌មានសិស្សម្នាក់ដែលមានលេខសម្គាល់ក្នុងបញ្ជីក្នុងតារាងហ្នឹងហើយចំពោះfunction ចុងក្រោយនេះគឺជា function reset form យើងសរសេរវាសម្រាប់ delete ព័ត៌មាននៅក្នុងតារាងដូចជាហើយចំពោះedit index នេះស្មើដក1នេះអាហ្នឹងសរសេរវាដើម្បីបង្ហាញថាគ្មានសិស្សកែសម្រួលទេដោយការបញ្ចូលកូដយើងត្រូវដឹងថាកូដយើងវាត្រូវតាមការចង់បានរបស់អញ្ចឹងយើងត្រូវតាមមើលនេះដោយ register form and student ដល់កន្លែងនេះយើងដាក់ឈ្មោះយើងមកពន្ធលើហើយនេះដាក់ email មកដាក់ email នេះដាក់រូបថតsave មកដាក់មួយទៀត
ដាក់ឈ្មោះសាពីម៉ែដាក់ផ្សេងមកដោយកន្លែងនេះយើងប្រើសម្រាប់វាកែសម្រួលហើយអានេះយើងប្រើវាឲ្យសម្រាប់យើងប្រើវាសម្រាប់ឲ្យលុបឈ្មោះហ្នឹងហើយចំពោះការងាររបស់យើងគឺមានតែប៉ុណ្្នឹងទេអានេះយើងបានសម្រាប់កែសម្រួលអានេះយើងអាចលេខបានសូមអរគុណលោកគ្រូ cái càng nghe bỏ dưỡng midterm hiện tại phần